ជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមលើកយកគាថាមួយដែលជាគាថាស្នេហ៍សារិកាមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំមិត្តរួមទាំងអស់ជួយចុច Subscribe ទៅលើវីដេអូខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូថ្មីដែលខ្ញុំបាទនឹងរិះរកឬក៏ស្វែងរកគាថាល្អដើម្បីមកចែកជូនទៅលើ channel នៅនេះបន្ថែមទៀតហើយខ្ញុំបាទក៏បើសិនជានិយាយទៅឬក៏ឆាបសូទៅខុសឆ្គងកន្លែងណាសូមអភ័យទោសជាទុកជាមុនផងដែរគាថានេះគឺជាគាថាសារកាលិន្ថោមគាថានេះគឺបានជាកេរដំណែលយូរហើយដែលពពាក់បរោះខ្មែរយើងបានបន្សល់ទុកមកហើយគាថានេះគឺមានបារមីគឺខ្លាំងយើងសែបសូត្រយើងយកទៅប្រើទៅគឺមានស័ក្តិសិទ្ធិបើសិនមកជាយើងប្រតិបត្តិទៅតាមអ្វីដែលយើងធ្វើហើយគាថានេះគឺដំណំគឺយើងធ្វើម៉េចកុំឲ្យញ៉ាំសាច់ឆ្កែហើយផ្លែឃ្លោកហើយផ្លែស្ពឺហើយគាថានេះពូកែស័ក្តិសិទ្ធិណាស់នៅពេលដែលយើងសាបសូត្រទៅយើងធ្វើដំណើរទៅទីណាឲ្យមានគេស្រឡាញ់គេអាណិតគេរាប់អានយើងទៅនិយាយមួយគេឬក៏យើងទៅណាទៅណីហ្នឹងគឺគេចូលចិត្តស្រឡាញ់រាប់អានយើងហើយយើងសែបសូត្រទៅដាក់នៅលើកមួនទៅលើទឹកអប់ហើយយើងបាញ់ទៅហើយលើកកមួនយើងយកមកលាបនៅលើមុខលាបលើអញ្ចើមលើអីទៅហើយអាចសែបសូត្រទៅលើទឹកមុនសែបសូត្រទៅយើងយកមកលុបមុខលុបអីទៅអាហ្នឹងគឺទទួលបានផ្លែផ្កាហើយយើងសែបសូត្ររាល់ថ្ងៃទៅលាបរាល់ថ្ងៃទៅឧទ្ទិសរាល់ថ្ងៃទៅពេលនោះយើងនឹងបានទទួលបានផ្លែផ្កាហើយនឹងមានគេស្រឡាញ់និងចូលចិត្តច្រើនមុននឹងចូលទៅដល់គាថាយើងត្រូវរៀបចំដែរអញ្ចឹងដើម្បីឲ្យគាថាមានឫទ្ធិមានបារមីខ្លាំងតើតែយើងអាសាឲ្យធប់នៅកន្លែងអាសនៈរបស់យើងកន្លែងបូជារបស់យើងមានមលូមានស្លាមានផ្កា5ហើយឲ្យធប់ហើយឧទ្ទិសរងថ្ងៃទៅពេលហ្នឹងគាថាឬក៏បាលីដែលយើងរៀនហ្នឹងគឺមានឫទ្ធិខ្លាំងមានបារមីនឹងតាមថែរក្សាហើយយើងសែបសូត្រទៅយើងលាបទៅគឺមានអ្នកស្រឡាញ់ច្រើនហើយរៀងរាល់ថ្ងៃសិលយើងអាសាបូជាឬក៏អាសារៀបចំផ្ការៀបចំស្លាមលូផ្លែឈើឲ្យធប់ឧទ្ទិសរៀងរាល់ថ្ងៃសិលទៅពេលហ្នឹងយើងនឹងបានផ្លែផ្កាយើងរៀនចាប់ចេះហើយអញ្ចឹងបើសិនជាខ្ញុំបាទនិយាយខុសកន្លែងណាសូមកុំប្រកែកប្រកាន់អីឥឡូវយើងមុននឹងចូលសូត្រគាថាយើងត្រូវសូត្រអ្នកមោ3ចប់សិនអញ្ចឹងយើងត្រូវសូត្រអ្នកមោមកអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនៅពេលដែលយើងសូត្រអ្នកមោចប់យើងចូលទៅគាថាដែលយើងនឹងអញ្ចឹងគាថានឹងខ្លីទេបងប្អូនអាចសូត្រទៅយើងសូត្រអ្នកមោ3ចប់ហើយយើងសូត្រគាថានឹង3ចប់ទៀតទៅហើយផ្លុំដាក់មលូស្លាសំទោសដាក់ទឹកអប់ដាក់កមួនដាក់ផ្កាភេងច័ន្ទភេងអីទៅហើយយកមកលាបទៅអានឹងលាបរាល់ថ្ងៃទៅ
ចឹងគាថានេះគឺគេខ្សែផ្សូតដូចតទៅឧមៈសារកាលំថោអហិចិត្តតាំងបយ៉ាងមៈមៈនេហិចិត្តតាំងបយ៉ាងមៈមៈអញ្ចឹងម្ដងទៀតឧមៈសារកាលំថោអហិចិត្តតាំងបយ៉ាងមៈមៈនេមៈចិត្តតាំងបយ៉ាងមៈមៈឧមៈសារកាលំថោអហិចិត្តតាំងបយ៉ាងមៈមៈនេហិចិត្តតាំងបយ៉ាងមៈមៈអញ្ចឹងគាថាគឺសូត្របែបហ្នឹងហើយយើងសូត្រ3ចប់ទៅហើយផ្លុំខ្សែសូត្រដាក់9ទាំងអប់ហើយដាក់ទៅលើទឹកមុនទៅហើយអាសាអុជធុករៀងរាល់ថ្ងៃសិលទៅហើយវីដេអូនេះបើសិនជាខ្ញុំបាទនិយាយទៅឬក៏ខ្សែសូត្រទៅខុសឆ្គងកន្លែងណាក៏ប្រកែកប្រកាន់ខ្ញុំបាទអីដោយសារវីដេអូទី1ដែលខ្ញុំបាទធ្វើហើយបើសិនជាមានកន្លែងណាខុសឆ្គងសូមអភ័យទោសទុកជាមុន